បាទជំរាបសួរលោកគ្រូអ្នកគ្រូនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីរបៀបដំឡើងថ្នាលបឋមនៅលើទូរស័ព្ទប្រភេទ Android ឬក៏ប្រភេទ Samsung អីជាដើមបាទអញ្ចឹងមកដល់ក្នុងទូរស័ព្ទរបស់យើងសូមលោកគ្រូដំឡើងឬក៏ស្វែងរកbrowser Chrome កម្មវិធី Chrome ដែលមានដូចរូបនេះដែលយើងភាគច្រើនគឺយើងប្រើ Chrome ទាំង computer និងទូរស័ព្ទតែម្ដងលើកឡើងតែប្រភេទ Apple ទេដែលយើងត្រូវប្រើប្រាស់ Safari អញ្ចឹងនេះគឺ Chrome ខ្ញុំបើក Chrome មកបាទនៅត្រង់ប្រអប់ search ផ្នែកខាងលើលោកគ្រូនិយាយបញ្ចូលពាក្យ plp. 1មកបាទតមកចុចពាក្យ search ទៅសញ្ញាព្រួញទៅមុខក៏បានដែរបាទអញ្ចឹងដូចគ្នាយើងនឹងឃើញរូបរាងថ្នាលបឋមរបស់យើងដែលមានភាសាអង់គ្លេស Primary Learning Program យើងចុចលើពាក្យ Primary Learning Program មកមាន logo ពណ៌ទឹកក្រូចនេះអក្សរដូចអក្សរបឋមហ្នឹងបាទយើងចុចទៅហើយយើងបានមកដល់សម្រាប់ទូរស័ព្ទប្រភេទ Samsung ឬក៏ Android ខ្លះពេលដែលយើងចូលដល់ថ្នាលបឋមគឺវានឹង load ពាក្យដូចខាងលើនេះលោកឃើញមានពាក្យ install ចេញមកភ្លាមដើម្បីយើង install ចុច install យកតែម្ដងតែដោយសារបាញ់មិញខ្ញុំចុចអត់ទាន់អញ្ចឹងបាទអញ្ចឹងដើម្បីដាក់ជាតម្រងកាត់ឬក៏តម្លើងកម្មវិធីថ្នាលបឋមហ្នឹងយើងចុចនៅលើចំណុច3ផ្នែកខាងលើតែជាលំផជាបឋមលោកគ្រូត្រូវមកដល់នឹងសិនមកដល់ថ្នាលបឋមសិនបន្ទាប់មកផ្នែកខាងលើខាងស្ដាំនេះមានចំណុច3យើងចុចលើចំណុច3នេះមកបាទបាទអញ្ចឹងវានឹងលោតអញ្ចឹងលោកគ្រូអូសចុះក្រោមមកឬក៏ទូរស័ព្ទធំវាចេញឲ្យតែម្ដងនៅខាងផ្នែកនេះឃើញមានពាក្យថា add to home screen ដែលមានរូបទូរស័ព្ទហើយនិងសញ្ញាព្រួញចូលមានថាដាក់ទៅក្នុងហើយមួយវិញទៀតសូមរំលឹកថាកន្លែង desktop site នេះលោកគ្រូកុំ tick វាកាលណាលោកគ្រូ tick កន្លែង desktop site នៅក្រោម home screen ហ្នឹងទៅទម្រង់ថ្នាលបឋមនេះនៅក្នុងទូរស័ព្ទរបស់លោកគ្រូនឹងចេញតូចដូចនៅលើកុំព្យូទ័រវាកន្លែង desktop site ហ្នឹងគឺមានថាវាបង្ហាញរូបរាងជាប្រភេទកុំព្យូទ័រនៅក្នុងទូរស័ព្ទអញ្ចឹងវានឹងធ្វើឲ្យប៊ូតុងឬក៏មុខងារផ្សេងៗអក្សរហ្នឹងវាពង្រីកឲ្យចេញដូចកុំព្យូទ័រអញ្ចឹងលោកគ្រូមើលទៅឃើញតូចអត់មានបរិចដូចទូរស័ព្ទកើតទេអញ្ចឹងដល់កន្លែងហ្នឹងលោកគ្រូត្រូវមើលតើវាមាន tick អត់បើវាមាន tick លោកគ្រូត្រូវដោះ tick នឹងចេញសិនចាំតម្លើង shortcut ដោយសាររបស់ខ្ញុំអត់ tick ទេគឺវាចេញដោយទូរស័ព្ទហើយខ្ញុំនឹងចុចពាក្យថា add to home screen តែម្ដងបាទនេះបាទពេលដែលចុច add to home screen វានឹង alert មកឲ្យយើងចុចពាក្យ install មួយទៀតយើងចុចពាក្យ install បាទនេះគឺរួចរាល់ហើយតែប៉ុណ្្នឹងទេសម្រាប់ទូរស័ព្ទប្រភេទ Android លោកគ្រូរងចាំបន្តិចឃើញសញ្ញាព្រួយឡើងលើកំពុងតែចុះយើងអាចអូសពីលើចុះក្រោមដើម្បីមើលមកបាទនេះវាដាក់ថា installing បឋម PLP អញ្ចឹងវាថាវាកំពុងតែ install ហើយយើងបិទវិញក៏បានដែរបាទនេះពេលដែលរួចរាល់វា load មកនេះ app install មានថាapp របស់យើងគឺបាន install រួចហើយអញ្ចឹងខ្ញុំបង្រួមកម្មវិធីទៅទំព័រដើមវិញចុច home ឬក៏អូសឡើងលើវិញមកបាទនេះគឺវា load មកតែម្ដងនៅជាប់ជាមួយនឹង Chrome តែម្ដងឥឡូវនេះយើងទទួលបានថ្នាលបឋមកម្មវិធីថ្នាលបឋម PHP នៅលើទូរស័ព្ទហើយខ្ញុំសាកល្បងចុចចូលមកបាទនេះគឺមានលក្ខណៈគឺងាយស្រួលអញ្ចឹងខ្ញុំអាចចុចពាក្យចូលគណនីបន្ទាប់មកលោកគ្រូនឹងត្រូវស្វែងរកឈ្មោះអ្នកប្រើប្រាស់លេខកូដសម្ងាត់ដែលផ្ដល់ដោយបាទអញ្ចឹងបើលោកគ្រូមានគណនីដែលផ្ដល់ដោយយុវដ្ឋានឬក៏សាលារបស់លោកគ្រូចូលតាមឈ្មោះអ្នកប្រើប្រាស់ឬក៏បើមាន QR ស្រាប់យើងចុចកន្លែងសញ្ញា QR ហ្នឹងចូលគណនីប្រើប្រាស់បានធម្មតាបាទសូមអរគុណ